សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្ដែងរឿង Song of Revolution បន្តតបិភមន្តមានបរិសម្នាក់បានមករករ៉ែងកៃទៅបន្ទប់ពេលដែលរ៉ែងកៃមកឃើញម្នាក់នោះហើយរ៉ែងកៃបំរុងនឹងបិទទ្វារទៅហើយប៉ុន្តែបរិសម្នាក់នោះបានយកដៃមករន្ធទ្វារធ្វើឲ្យរ៉ែងកៃដួលទៅម្ខាងគេក៏បានដើរចូលមករ៉ែងកៃក៏បានសួរថាតើគេជានរណាបរិសម្នាក់នោះបាននិយាយថាបើទ្វារប្រញាប់យ៉ាងនេះនឹងមិនដឹងថាគាត់ជានរណាទៀតឬតើឯងបានឃើញលោកម្ចាស់របស់ខ្ញុំហើយមែនទេគាត់បាននាំមិត្តរបស់ឯងត្រឡប់មកវិញកាលពេលម្សិលមិញលោកម្ចាស់របស់បុរសម្នាក់នេះគឺជាឈីឈិននឹងឯងពេលដែលលើបែបនេះរាងកាយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយក៏បាននិយាយថាតើលោកជាអ្នកបម្រើរបស់មនុស្សមេធំនោះមែនទេមនុស្សប្រុសមេធំគឺចង់សំដៅទៅលើឈីឈិនទូប្រុសរបស់យើងនឹងឯងបុរសម្នាក់នោះក៏បានឆ្លើយថាត្រូវហើយខ្ញុំមកលើកនេះទាក់ទងនឹងរឿងមិត្តរបស់ឯងនិងលោកម្ចាស់របស់ខ្ញុំគឺថាគាត់មកទីនេះដើម្បីចង់ដឹងរឿងប្រវត្តិរបស់រីរងម្នាក់នោះគាត់ក៏បានណែនាំខ្លួនរបស់គាត់ថាគាត់មានឈ្មោះថាស្តៅអានហើយបានប្រាប់ឲ្យរ៉ែងកាយនឹងរៀបរាប់ពីរឿងរបស់រីប្រាប់គាត់ទៅឥឡូវយើងកាត់មកមើលរីនិងសៅហ្វូវិញម្ដងរីបាននិយាយថាមានន័យថាម៉េចពួកលោកបានរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំអស់ហើយមែនទេតើខ្ញុំអាចត្រឡប់មកវិញបានមែនទេសៅហ្វូបាននិយាយទៅកាន់រីថាអាចជឿទុកចិត្តលើគាត់បានតែកុំជឿទៅលើបុរសម្នាក់ដែលមានឈ្មោះថាសៅអាននោះសោះឲ្យឈ្មោះអាប៉ែកពីរនាក់នឹងឡើងស្ដីគ្នាមួយឈ្មោះសៅហ្វូមួយឈ្មោះសៅអានអ្នកអាននេះឡើងច្រឡំអស់ហើយឥឡូវត្រឡប់មកចុះសាច់រឿងរបស់យើងវិញពេលនោះសៅហ្វូបាននិយាយថាគេគឺជាមនុស្សដែលលោកម្ចាស់ជឿទុកចិត្តបំផុតតាមការប៉ាន់ស្មានពេលនេះប្រហែលជាគេទៅរកមិត្តរបស់ឯងហើយរីក៏បានសួរទៅកាន់សៅហ្វូថាមិត្តរបស់ខ្ញុំតើគេអាចធ្វើបាបមិត្តរបស់ខ្ញុំទេសៅហ្វូបាននិយាយទៅកាន់រីថាមិនអីទេប្រហែលជាគេទៅទីនោះគ្រាន់តែចង់ដឹងរឿងរបស់ឯងវាអាចនឹងទាក់ទងជាមួយនឹងបណ្ដាសាតែប៉ុណ្ណោះតើមិត្តរបស់ឯងអាចទុកចិត្តបានដែរឬទេពេលនោះរីបានប្រាប់ទៅសៅហ្វូថារ៉ាំងកៃមិនអីទេតាមធម្មតាគេគួរឲ្យទុកចិត្តណាស់សៅហ្វូបាននិយាយថាពិតជាល្អមែនចឹងចាំជួបគ្នានៅពិភពមួយទៀតទៅចាំគាត់រៀបរាប់រឿងជាច្រើនប្រាប់ទៅរីហើយគាត់ក៏បាននិយាយទៀតថានៅពេលដែលរីរៀបចំខ្លួនរួចហើយនោះលោកម្ចាស់នឹងមករករីជាមិនខានហើយវាអាស្រ័យលើរីក្នុងការជ្រើសរើសឥឡូវយើងកลับមកដល់រ៉ែងកៃនិងសៅអានវិញម្ដងរ៉ែងកៃក៏បានសួរទៅសៅអានថាដូច្នេះម្ដាសារបស់លេងនេះធ្វើឲ្យលោកម្ចាស់របស់លោកត្រូវរស់នៅជាមួយរីរបស់ខ្ញុំសៅអាននិយាយថាទៅហើយចាប់ពីថ្ងៃនេះតទៅឯងត្រូវតែសហការជាមួយខ្ញុំផ្ដល់ព័ត៌មានទាំងអស់ដែលទាក់ទងនឹងគេអ្វីៗគ្រប់យ៉ាងអំពីគេដែលគ្មានការលាក់បាំងពួកយើងត្រូវប្រាកដថាគ្មានឱកាសដើម្បីមានការចងចាំរបស់គេឡើងវិញទេនេះគឺដើម្បីការពារគេពីការបាត់ខ្លួននៅចុងបញ្ចប់ហើយរឿងនេះមានលក្ខណៈស្មុគស្មាញណាស់ដូច្នេះនិយាយបានត្រឹមនេះរាងកាយក៏បានដេញសៅអានឲ្យចាកចេញទៅគាត់គ្មានអ្វីដែលត្រូវនិយាយជាមួយសៅអានទៀតទេសៅអានបាននិយាយថាតើឯងមិនជឿនៅអ្វីដែលខ្ញុំបាននិយាយទេមែនទេរាងកាយក៏បានឆ្លើយថាគាត់មិនជឿទេរាងកាយមិនទាន់និយាយចប់ផងស្រាប់តែមានវេទមន្តមួយបានលេចឡើងនៅក្រោមជើងរបស់រាងកាយហើយរាងកាយក៏បានដួលផ្អប់ទៅវេទមន្តនោះហើយក៏មិនអាចកម្រើកបានសៅអានបាននិយាយគំរាមទៅកាន់រាងកាយឲ្យសហការជាមួយនឹងគាត់បើមិនដូច្នេះទេរាងកាយនឹងមិនអាចចេញពីបន្ទប់នេះបានឡើយឥឡូវយើងកាត់មកមើលរីវិញម្ដងឥឡូវនេះរីកំពុងតែឈរសម្លឹងមើលទៅទឹកហើយបាននិយាយថាបើដូច្នេះតើរូបរាងកាយរបស់ខ្ញុំអាចប្រែក្លាយយ៉ាងដូចម្តេចទេកំពុងតែកើតសុកពេលនោះទូប្រុសរបស់យើងឈីឈិនក៏បានមកដល់ហើយក៏បាននិយាយថាកុំគិតបែបនេះអីទូស្រីរបស់យើងក៏បានងាកទៅមើលទូប្រុសរបស់យើងហើយក៏និយាយថាហេតុអ្វីគិតមិនបានដោយសារតែលោកជីវិតរបស់ខ្ញុំរញ៉េរញ៉ៃណាស់ឈីឈិនបាននិយាយទៅប្រាប់រីថាប្រសិនបើអូនមិនសប្បាយចិត្តទេអូនបន្ទោសបងមកចុះបងគឺជាអ្នកបង្ករឿងទាំងអស់នេះកើតឡើងហើយវាមិនអាចត្រឡប់ក្រោយបានទេអើយនិយាយតែមាត់ទៅលោកបងឈីឈិនអើយមិនមែនដូចថ្នាក់ចំអោបទេឥឡូវគេច្រើនចិនហើយនេះតបពីច្រើនគេចេញហើយរីក៏បាននិយាយថាទុកតែខ្ញុំ3ថ្ងៃទៀតមកឈីឈិនក៏បាននិយាយទៅកាន់រីវិញថាតែមួយថ្ងៃទៀតប៉ុណ្ណោះបើមិនដូច្នេះទេគាត់នឹងចាប់រីទៅហើយបានប្រាប់រីទៀតថាឲ្យត្រៀមខ្លួនឲ្យហើយទៅព្រឹកស្អែកម៉ោង10គាត់នឹងយករីទៅប្រភពវេទមន្តហើយ
រីបានស្រែកទៅកាន់ឈីឈិនថាខ្ញុំប្រាប់លោកឲ្យច្បាស់ខ្ញុំនឹងទៅជាមួយលោកមិនមែនដោយសារខ្ញុំខ្លាចលោកទេប៉ុន្តែដោយសារតែខ្ញុំមិនជឿលើបណ្ដាសាមកលើវាសនារបស់ខ្ញុំប៉ុណ្ណោះក៏បាននិយាយទៀតថាគាត់នឹងមិនធ្លាក់ក្នុងរលងស្នេហ៍របស់ឈីឈិនដោយសារតែការបាត់បង់ការចងចាំនោះទេចុងក្រោយរលងស្នេហ៍គេដដែលសោះហ្នឹងអើយធ្វើរឹកពីអីណារីក៏បានបន្តនិយាយទៀតថាដូច្នេះលោកកុំចង់មកត្រួតត្រាលើជីវិតរបស់ខ្ញុំឲ្យសោះរីនិយាយមិនទាន់ចប់ផងពេលនោះឈីឈិនក៏អស់មកជិតបំរុងនឹងថើបហើយរីក៏បានគិតក្នុងចិត្តថាអ្វីដែលខ្ញុំខ្លាចបំផុតនោះគឺប្រហែលជាបណ្ដាសានេះគឺជាការពិតបើមិនដូច្នេះទេហេតុអ្វីបានជាខ្ញុំតែងតែជួបគេម្ដងហើយម្ដងទៀតបែបនេះទាំងដែលខ្ញុំស្អប់គេតាំងពីជួបគ្នាដំបូងគេថាកុំឲ្យស្អប់តែស្អប់ជាពុបលើហើយជាមើលតិចទៀតស្រឡាញ់គេងប់ហើយឥឡូវយើងកลับមកជួបពេលយប់វិញរីនិងរ៉េងកាយកំពុងតែអង្គុយសញ្ជឹងគិតរ៉េងកាយក៏បាននិយាយថាហេតុអ្វីបានជាខ្លាចជាបែបនេះរឿងកាលពីម្សិលមិញខ្ញុំពិតជាសោកស្ដាយណាស់រីបាននិយាយថាមិនមែនជាកំហុសរបស់ឯងទេចាប់តាំងពីពួកយើងស្គាល់គ្នារហូតមកដល់ពេលនេះឯងទៅតែមានកំហុសម្ដងនេះទេកើតឡើងវិញទោះបីខ្ញុំនៅទីណាក៏ដោយក៏បណ្ដាសានេះនៅតែកើតមានឡើងដដែលហ្នឹងខ្ញុំគង់តែជួបគេម្នាក់នោះទេគ្រាន់តែមុនឬក្រោយប៉ុណ្ណោះរ៉េងកាយបានសួរទៅកាន់រីថាតើលោកប៉ូលីសម្នាក់ដែលមានឈ្មោះថាសាវហ្វូដែលឯងបានលើកឡើងនោះប្រកាសជាអាចដោះស្រាយបញ្ហានេះបានទេតើវិធីសាស្ត្ររបស់គេពិតជាមានប្រយោជន៍មែនឬរីបាននិយាយថាមិនដឹងទេគេប្រហែលជាអត់សង្ឃឹមហើយខ្ញុំមានតែខំប្រឹងដើម្បីខ្លួនឯងតែប៉ុណ្ណោះហើយម្នាក់ស្រីដែលឈ្មោះលេលេនោះខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីទេព្រោះឲ្យតែពេលដែលខ្ញុំនឹកឃើញដល់នាងខ្ញុំតែងតែគិតដល់ប្អូនស្រីរបស់ខ្ញុំជានិច្ចរីបានបន្តនិយាយទៅថានៅពេលដែលឡៃសុនធំឡើងគេគួរតែមានរូបរាងស្រដៀងនឹងនាងតែជាហេតុធ្វើឲ្យខ្ញុំរឹតតែមិនអាចបំភ្លេចម្នាក់ស្រីនោះបានហើយក្មេងស្រីដែលមានឈ្មោះថាឡៃសុនហ្នឹងគាត់ហ្នឹងគឺជាប្អូនស្រីរបស់រីនឹងឯងបន្ទាប់មករាងកាយបានចាប់ស្មារបស់រីហើយបាននិយាយថាទោះបីជាយ៉ាងណាក៏ដោយពួកយើងត្រូវតែរកដំណោះស្រាយប៉ុន្តែគេទុកពេលឯងតែមួយថ្ងៃប៉ុណ្ណោះចាប់ផ្ដើមរៀបចំឥឡូវនេះទៅរីក៏បានយល់ព្រមហើយក៏បានសួរទៅកាន់រាងកាយថានិយាយអញ្ចឹងតើបរិសុទ្ធឈ្មោះសៅអាននោះពិតជាមិនធ្វើអ្វីលើឯងមែនឬប៉ុន្តែរបស់ឯងបែកហើយមុខរបស់ឯងក៏មានរបួសទៀតរាងកាយបានប្រាប់ទៅរីថាខ្ញុំមិនអីទេបន្ទាប់មកយើងក៏បានឃើញរូបភាពនៅប្រមាណម៉ោងមុនដែលរាងកាយនិងសៅអានបាននិយាយគ្នាឯងយល់ព្រមជាមួយខ្ញុំទៅហេឯងទន់ខ្សោយដល់ម្លឹងឬសៅអានបានសួរទៅកាន់រាងកាយបាននិយាយថាទេអត់ទេគឺដោយសារតែខ្ញុំមិនបានញ៉ាំអាហារពេលថ្ងៃត្រង់ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនសូវស្រួលខ្លួនសៅអានក៏បានសួរទៅកាន់រាងកាយថាចង់ពន្យាពេលឲ្យមិត្តរបស់ឯងមែនទេរាងកាយបាននិយាយថាទេខ្ញុំមិនបានកុហកលោកទេឲ្យស្គាល់ក្រុមមកខ្ញុំបន្តិចក៏បានដែរខ្ញុំស្ទើរតែអស់កម្លាំងទៅហើយសាអានក៏បាននិយាយថាពិតមែនឬហើយពេលនោះសាអានក៏បានប្រើវេទមន្តល្បីមួយដែលចេញជារូបរាងផ្កាបន្ទាប់មកក៏លេចរូបរាងកូនទូចមួយចេញពីខាងក្នុងនោះហើយសាអានក៏បាននិយាយថាតែពិនិត្យមើលមនុស្សម្នាក់នោះទៅដើម្បីឲ្យដឹងថាតើគាត់ផ្ដោតតាមអ្វីដល់ទៅគេពេលនោះគាត់មនុស្សទូចនោះក៏បានហក់ទៅតោងអាវរាងកាយជាប់បន្ទាប់មកក៏បានទៅកន្លែងដែលមានផ្កានោះវិញដើម្បីទៅរុំរើមើលថ្នាំហើយក៏បានយកថ្នាំនោះទៅឲ្យសៅអានបានយកថ្នាំនោះមកមើលហើយបាននិយាយថាថ្នាំប្រឆាំងនឹងជាតិស្ករក្នុងឈាមបាញ់នេះខ្ញុំចាអារម្មណ៍ឃើញថារាងកាយរបស់ឯងមិនអាក្រក់ទេលេបវាទៅរាងកាយមិនចង់លេបថ្នាំនោះទេប៉ុន្តែសៅអានបានបង្ខំរាងកាយហើយបាននិយាយថាខ្ញុំមិនចេះអត់ធ្មត់ដូចលោកម្ចាស់ជាមួយនឹងមិត្តរបស់ឯងទេខ្ញុំចេះតែប្រើហិង្សានឹងឯងកុំខ្ជះខ្ជាយពេលវេលារបស់ខ្ញុំឲ្យសោះខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវសួរឯងប៉ុន្តែពេលនេះឯងសម្រាប់សិនចោលពួកយើងនៅមានពេលវេលាច្រើនទៀតដើម្បីនិយាយគ្នាហើយរឿងរបស់យើងក៏ចប់ត្រឹមតែប៉ុណ្ណេះណាអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាភាគនេះរៀងខ្លីតិចហើយអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបញ្ញាប់ឲ្យអ្នកទាំងអស់គ្នាមើលតែបើសិនជាខ្ញុំចង់ធ្វើអ្វីជាងនឹងទៀតមានតែបន្លាយពេលវេលាឲ្យយូរជាងនឹងទៀតដោយសារតែខ្ញុំអត់សូវមានពេលទេអ្នកទាំងអស់គ្នា
ដោយសារថាមួយរយៈហ្នឹងខ្ញុំរវល់អ្នកទាំងអស់គ្នាណាមួយពេលដែលខ្ញុំសម្រេចរឿងមួយអំតងតែងតែមានឧបសគ្គច្រើនខ្លាំងទេចឹងហើយបានសលេងពេលខ្លះស្ដាប់ទៅខុសគ្នាដោយសារតែរឿងហ្នឹងខ្ញុំមិនស្រ័យមកផ្លែចប់ទេអ្នកទាំងអស់គ្នាដោយសារតែខ្ញុំសម្រេចបានមកតិចមានឧបសគ្គចឹងទៅខ្ញុំនិយាយបានតែមកផ្លែទេចឹងទៅសលេងរៀងខុសគ្នាហើយមានការរំខានតិចហើយសូមអធិស្ឋានអភ័យទោសអ្នកទាំងអស់គ្នាហើយមួយទៀតអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ចូលចិត្តមើលរឿង BL អីចឹងណាហើយគាត់ចង់មើលចូលតាមបៃផកចូលតែសាច់រូរាអីចឹងណាអ្នកទាំងអស់គ្នាអាចមើលតាមនេះបានអ្នកទាំងអស់គ្នាគ្រាន់តែចំណាយលុយ$2អ្នកទាំងអស់គ្នាអាចមើលបានរហូតហ្មងមិនកំណត់ថ្ងៃមិនកំណត់ខែមិនកំណត់ឆ្នាំហើយបើអ្នកទាំងអស់គ្នាចង់មើលអ្នកទាំងអស់គ្នាអាចទាក់ទងទៅតាម Telegram គាត់បានចំណុចដាក់ឲ្យនៅខាងក្រោមវីដេអូហ្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា